ផ្ដើមនៃរឿងដំបូងនេះហាជីនគឺមានការគាំងខ្លាំងមែនទែនដោយសារតែសមាជិកក្នុងក្រុមរបស់គាត់នឹងគឺមានមនុស្សម្នាក់ដែលគាត់គឺមិនចង់ជួបនោះទេឈ្មោះរបស់នាងគឺយ៉ូយុនហាព្រោះគ្រប់ពេលនៅក្នុងខ្សែរឿង novel គឺមានអ្នកដឹកនាំរ៉ូជាច្រើនដែលជាប់តាក់ទងជាមួយនឹងតួអង្គឯកប៉ុន្តែនៅក្នុងចំណោមអ្នកដឹកនាំរ៉ូទាំងអស់នោះយ៉ូយុនហានាងគឺមានលក្ខណៈពិសេសជាងគេនៅពេលខាងមុខនាងគឺជាមនុស្សជោគជ័យនៅក្នុងហ្គៀមួយផងដែរនោះជាសារៈសំខាន់នៃភាពតានតឹងរួចនាងក៏មានឈ្មោះល្បីល្បាញនៅក្នុងគ្រួសារនាងដូចគ្នានៅពេលកណ្ដាលខ្សែរឿង novel នាងបានផ្ដួលគីមសូហូប៉ុន្តែនាងនៅទីបំផុតបែរជាលងស្រឡាញ់ទៅលើគាត់ថែមទាំងតាមជួយ support គាត់ទៅវិញនេះហើយជាហេតុផលដែលយុនហានឹងនាងគឺមានសារៈសំខាន់ខ្ញុំប្រហែលជាអាចទទួលបាន story point បន្ថែមបើសិនបើខ្ញុំពាក់ព័ន្ធជាមួយនឹងខ្សែរឿងគោលហើយនៅក្នុងពេលនេះគឺជាការ training ដូច្នេះហើយខ្ញុំត្រូវតែធ្វើយ៉ាងម៉េចដើម្បីតាក់ទាញចំណាប់អារម្មណ៍របស់នាងហើយកំឡុងពេលដែលយុនហានាងកំពុងតែដើរម្នាក់ឯងនោះក៏មានបេក្ខជនពីរនាក់បានហៅទៅកាន់នាងដែលម្នាក់ប្រុសនឹងមានឈ្មោះថាជីនហូសុនចំណែកឯម្នាក់ស្រីនោះវិញមានឈ្មោះថាហាសូគីពីរនាក់នេះគឺជាសមាជិករួមក្រុមរបស់យុនហាចំណែកឯយុនហាវិញឃើញពួកគេហើយបានគិតនៅក្នុងចិត្តថាខ្ញុំមិនគួរណាមិនខ្វាយខ្វល់អំពីពួកគេទេបន្ទាប់មកនាងក៏បានផ្លាស់ប្ដូរទឹកមុខធ្វើជានិយាយរួសរាយទៅកាន់ពីរនាក់នោះវិញហៅសុងគិតថាហេតុអីបានជានាងនិយាយគួរសមបែបនេះទាំងដែលពួកយើងនឹងមានអាយុស្មើគ្នាទេព្រមនោះយុនហាបានសួរថាតើនរណាគេជាសមាជិកចុងក្រោយរបស់ក្រុមយើងព្រមនោះដែរហាជីនក៏បានឆ្លើយព្រមទាំងដើរចូលមកដូចគ្នាយុនហាមើលទៅកាន់ហាជីនយើងមើលតែនាងដូចជាមិនស្គាល់នោះទេហាជីនបានគិតនៅក្នុងចិត្តថាយុនហាម្នាក់ហ្នឹងគឺស្អប់មនុស្សណាដែលមិនមានទំនុកចិត្តលើខ្លួនឯងណាព្រមនោះសមាជិកពីរនាក់ទៀតបានសួរទៅកាន់ហាជីនតែឯងគឺជាក្មេងដែលបានជ្រើសរើសអាវុធជាកំភ្លើងនោះមែនទេដោយនៅក្នុងឆ្នាំដំបូងនេះកេរ្តិ៍ឈ្មោះរបស់ឯងពិតជាល្បីល្បាញណាស់ប៉ុន្តែព្រមនោះ Professor ក៏ដើរចូលមកព្រមទាំងសួរថាតើពួកឯងទាំងអស់គ្នាបាននិយាយគ្នាឆ្អែតហើយឬនៅបន្ទាប់មកគាត់ក៏ប្រាប់ឲ្យក្រុមនីមួយៗទៅកាន់ទីកន្លែងដែលគាត់បានដាក់ឲ្យរួចខ្សែរឿងក៏បង្ហាញអំពីទីកន្លែងនៅជិតមាត់សមុទ្រពួកយើងក៏ឃើញថាក្រុមរបស់ហាឈីនឹងក៏កំពុងតែឈួរសម្បៅទៅកាន់សមុទ្រដូចគ្នាយុនហាបានមើលទៅកាន់នាឡិកាដែលបង្ហាញពីគោលដៅដែលពួកគេត្រូវសម្លាប់នាងបានប្រាប់ថាពួកយើងជិតទៅដល់គោលដៅហើយដូច្នេះត្រូវតែត្រៀមខ្លួនឲ្យរួចរាល់ព័ត៌មានរបស់សត្វចម្លែកពួកយើងនឹងទទួលបានបន្ទាប់ពីយើងទៅដល់សមុទ្រភ្លាមនោះយើងបានឃើញថាហាជេនឹងដូចជាពិបាកជាងគេដោយហាជេនឹងរត់មិនដែលព្រមទាំងត្អូញត្អែថាគាត់ពិតជានឿយហត់ណាស់គាត់គិតថាគាត់ខំប្រឹងទាំងអស់ពីកម្លាំងកាយចិត្តហើយប៉ុន្តែបែរជានៅតាមក្រោយពួកគេទៅវិញរួចគាត់បានមើលទៅកាន់អ្នកដទៃទៀតព្រមទាំងគិតថាតើនេះមែនទេជាកម្លាំងរបស់បេក្ខជននៅក្នុងខ្ជូបនោះហើយភ្លាមនោះដែរយុនហាក៏ប្រាប់ថាពួកយើងក៏បានមកដល់ហើយទីកន្លែងនេះគឺជាតំបន់ training ទី8ភ្លាមនោះដែរក៏មានសត្វចម្លែកមឹកខ្មៅមួយបានងើបឡើងវានេះគឺជាគោលដៅដែលក្រុមហាជេនឹងត្រូវតែកម្ចាត់ចោលយុនហាប្រាប់ថាមុនពេលដែលពួកយើងធ្វើសកម្មភាពគួរតែប្រជុំគ្នាជាមុនសិនយុនហាប្រាប់ថាមឹកយក្សនេះគឺជាសត្វចម្លែកកម្រិតទាបថ្នាក់មធ្យមការវាផារាងកាយរបស់វាអំណាចគឺមិនសូវខ្លាំងក្លាទេអ្វីដែលជាបញ្ហានោះគឺនៅលើក្បាលរបស់វានៅពេលដែលមឹកខ្មៅនេះដឹងថាខ្លួនរបស់វាទទួលរងគ្រោះថ្នាក់វានឹងបញ្ចេញកូនមឹកជាច្រើនទៀតដើម្បីវាយប្រហារសត្រូវរបស់វាដោយចំនួនដែលបានបញ្ចេញនេះគឺរាប់សិបក្បាលឯណោះហើយកូនមឹកទាំងអស់នេះក៏មានគ្រោះថ្នាក់ដែរនៅពេលដែលវាប៉ះទៅកាន់មនុស្សវានឹងធ្វើឲ្យមនុស្សជាប់ស្ងៀមប៉ុន្មានសេខិនហូសុងនិយាយថានៅពេលដែលស្មរភូមិបានចាប់ផ្ដើមពួកយើងត្រូវតែកម្ចាត់កូនមឹកទាំងអស់នោះជាមុនសិនហាសូគីប្រាប់ថាប៉ុន្តែកូនមឹកទាំងអស់នោះមានរាប់សិបក្បាលឯណោះមានតែហាជៀនទេដែលជាអ្នកបាញ់កាំភ្លើងងាយស្រួលនៅក្នុងការកម្ចាត់វាយុនហានិយាយថាមិនអីទេទុកឲ្យកូនមឹកទាំងអស់នោះមកកាន់ខ្ញុំហើយអ្នកចម្បាំងទាំងពីរត្រូវតែត្រៀមកម្លាំងរបស់ខ្លួនឯងទុកដើម្បីបញ្ចេញថាមពល Magic ដើម្បីកម្ចាត់ទៅកាន់មឹកខ្មៅនោះត្រឹមតែមួយក្បាច់ឲ្យងាប់តែម្ដងហាជៀនបានគិតថាតើកញ្ញាម្នាក់នេះមិនចង់រាប់បញ្ចូលគាត់ក្នុងការ training ទេឬព្រមនោះយុនហានិយាយថាបើអ្នករាល់គ្នារួចហើយឥឡូវនេះពួកយើងចាប់ផ្ដើមហាជិនគិតថាមើលទៅកញ្ញាម្នាក់នេះមិនបានទុកគាត់ក្នុងការភ្នែកនោះទេភ្លាមមកដែរសត្វចម្លែកមឹកបានវាយប្រហារទៅកាន់ទូកដែលមាននៅទីនោះចំណែកឯហូយ៉ុងក៏យកអាវុធរបស់ខ្លួនគោះទៅកាន់ថ្មដើម្បីតាក់ទាញចំណារអារម្មណ៍សត្វមឹកនោះហូយ៉ុងគិតថាជំហានដំបូងត្រូវតែនាំសត្វមឹកមួយក្បាលនោះឲ្យមកលើគោកចំណែកសត្វនឹកនោះវិញបានឃើញហូយ៉ុងដូចជាឆ្កែបានឃើញឆ្អឹងអញ្ចឹងមិនចាំយូរទេសត្វចម្លែកមឹកមួយក្បាលនេះក៏ឈួរសម្បើទៅកាន់ហូយ៉ុងយ៉ាងលឿនរួចវាបានវាយប្រហារទៅកាន់ហូសុងធ្វើឲ្យគាត់នឹងរត់សើតែមិនចង់ទាន់ហាសូគីនាងឃើញបិសាចមឹកនេះមកហើយនាងក៏ប្រុងប្រៀបដើម្បីប្រយុទ្ធចំណែកឯហាជីនវិញគឺថាគ្រាន់តែឃើញមាឌរបស់បិសាចហ្នឹងគឺផិតភ័យបាត់ហើយចំណែកឯយ៉ុងហានាងក៏បានដើរសម្បើទៅព្រមទាំងនិយាយថាសមរភូមិបានចាប់ផ្ដើមហើយចំណែកឯសត្វចម្លែកមឹកនោះវិញភ្លាមវាក៏បានបញ្ចេញកូនចៅរបស់វាចេញពីលើក្បាលមឹកហូសុងឃើញតែឆ្ងាយគឺសប្បាយចិត្តខ្លាំងមែនទែនដោយសារវាទៅតាមគម្រោងការរបស់ពួកគេហើយប៉ុន្តែសប្បាយមិនទាន់បានប្រមាណផងយើងឃើញថាកូនមឹកទាំងអស់នោះវាគឺមានចំនួនច្រើនខ្លាំងមែនទែនដែលពួកវាកំពុងតែឈ្មោះសម្បើទៅកាន់ហូសុងដែលរត់ភៀសខ្លួនហូសុងឃើញតែឆ្ងាយគឺចាប់ផ្ដើមគិតច្រើនហើយប៉ុន្តែភ្លាមខ្សែដៃរបស់យ៉ុងហាបានប្រាជ្ញទៅកាន់កូនមឹកទាំងអស់នោះហើយរួចនាងបានកលែងទៅមើលសត្វចម្លែកមឹកនោះទាំងគ្មានភាពភ័យខ្លាចហូសុងគិតថានាងពិតជាមានកម្លាំងខ្លាំងក្លាណាស់ព្រោះយ៉ូយុនហានាងក៏មានចំណាត់ថ្នាក់ទី7នៅក្នុងខ្ជូបក៏ដូច្នេះហើយគាត់ក៏អរគុណព្រមទាំងបន្តរត់ទៅទៀតចំណែកឯយុនហាវិញឥឡូវនេះនាងកំពុងតែប្រឈមមុខជាមួយនឹងសត្វចម្លែកមឹកមួយក្បាលនេះដែលមឹក
មកក្បាលនោះបានយកដៃរញ៉េរញ៉ៃរបស់វាប្រហារទៅកាន់យងហាកំឡុងពេលយន្តហាកំពុងតែកិច្ចចេញពីដៃមឹកដ៏រញ៉េរញ៉ៃនោះភ្លាមនោះក៏មានកូនមឹកមួយក្បាលបានឈ្មោះសម្បើទៅកាន់យន្តហាពីខាងក្រោយហាស៊ូគីឃើញដូច្នេះហើយបានប្រាប់ឲ្យយន្តហាប្រយ័ត្នខ្លួនផងនាងលើដូច្នេះហើយក៏បញ្ញាប់ងាកមើលទៅកាន់កូនមឹកដែលនៅខាងក្រោយខ្នងនោះប៉ុន្តែភ្លាមៗកូនមឹកមួយក្បាលនោះស្រាប់តែផ្ទុះខ្លួនស្លាប់រឿងនេះអាចកើតឡើងមកពីស្នាដៃរបស់ហាជេននឹងឯងចំណែកឯកញ្ញានោះវិញបានមើលទៅកាន់ហាជេនព្រមទាំងស្រែកហៅឈ្មោះគីមហាជេនយ៉ាងខ្លាំងហាជេនលេចហើយក៏បានញញឹមតបតល់ទៅកាន់នាងនោះវិញហាជេនគិតថា story point អាចផ្លាស់ប្ដូរសម្រាប់ stage បន្ទុកបានរួចវាកាន់តែកើនឡើងនៅពេលណាដែលហាជេនយើងមានសារៈប្រយោជន៍ប៉ុន្តែសម្រាប់តួអង្គបន្ថែមដូចជាខ្ញុំនេះវាពិបាកខ្លាំងណាស់ក្នុងការតាក់ទាញចំណារអារម្មណ៍តាំងពីដំបូងនោះដូច្នេះអ្វីដែលខ្ញុំត្រូវធ្វើត្រូវតែខិតទៅចិត្តតួអង្គឯងហើយវាដូចជានៅកំឡុងពេលនេះឯងអ្នកគ្រប់គ្នាឃើញពីស្នាដៃរបស់ហាជេនហើយគឺមានការភ្ញាក់ផ្អើលមែនទែនចំណែកយន្តហាបានស្រែកប្រាប់ថាខ្ញុំប្រាប់លោកហើយឲ្យនៅខាងក្រោយទៅប៉ុន្តែភ្លាមនោះសត្វចម្លែកមឹកមួយក្បាលនេះបានបញ្ចេញជាមួយនឹងកូនចៅរបស់ខ្លួនជាច្រើនទៀតចេញមករឿងនេះក៏បានធ្វើឲ្យនាងមានកំហឹងខ្លាំងមែនទែនឯហាជេនបានគិតថាសត្រូវនៅចំពោះមុខគាត់នេះមានប្រហែលជា10រួចការគិតរបស់ពួកវាគឺស្ថិតនៅកម្រិតទាបមែនទែនដូច្នេះខ្ញុំគឺអាចមើលឃើញការបម្លាស់ទីរបស់ពួកវាយ៉ាងច្បាស់នៅពេលនេះគឺជាចំណុចដែលគាត់អាចបង្ហាញស្គីបានល្អឥតខ្ចោះបន្ទាប់ពីបិទភ្នែកមួយសន្ទុះគាត់ក៏បានបើកភ្នែកមកវិញព្រមទាំងគិតថាវាដល់ពេលវេលាហើយរួចគាត់ក៏បានប្រើប្រាស់ស្គីដែលមានឈ្មោះថា Bullet Time វាគឺជាអំណោយដែលគាត់បានបង្កើតឡើងនៅពេលដែលគាត់ប្រើប្រាស់វានឹងធ្វើឲ្យពេលវេលាដើរយឺតជាងមុន3 second អញ្ចឹងគឺមានន័យថាត្រឹមរយៈពេល3 second គាត់គឺអាចកម្ចាត់សត្វចម្លែកទាំងអស់នេះបានហើយមិនចាំយូរហាជិនក៏តម្រង់កំភ្លើងសម្ដៅទៅកាន់សត្វចម្លែកទាំងអស់នោះហើយការបាញ់ចេញរបស់គាត់នឹងគឺមិនខុសសូម្បីតែមួយក្បាលនោះទេចំណែកឯពេលវេលា3 second វិញក៏ចាប់ផ្ដើមចិត្តអស់ដូចគ្នាចំណែកហាជិនវិញក៏បញ្ញាប់ដកបង់រួចក៏សម្លាប់ទៅកាន់សត្វចម្លែកទាំងអស់នោះជាបន្តរួចកំឡុងពេលនោះដែរពេលវេលា3 second ដែលបានកំណត់នឹងគឺបានចប់ហើយប៉ុន្តែពួកយើងបានឃើញថាកូនសត្វចម្លែកទាំងអស់នោះត្រូវបានសម្លាប់ក្នុងពេលតាមមួយប្រពេចភ្នែករឿងនេះគឺបានធ្វើឲ្យយន្តហាគឺមានការភ្ញាក់ផ្អើលមែនទែនប៉ុន្តែនាងក៏មិនអោយខាតពេលវេលាយូរនោះទេក៏សម្លឹងមើលទៅកាន់សត្វមឹកមួយក្បាលនោះរួចនាងក៏ប្រើប្រាស់អាវុធដែលជាខ្សែតេរបស់នាងចាប់ទៅកាន់ក្បាលរបស់បិសាចនោះបន្ទាប់ពីនាងបានចាប់ចងរួចក៏ស្រែកប្រាប់ឲ្យគ្នាៗរបស់នាងចាប់ដើមធ្វើការវាយប្រហារមិនចាំយូរហាសាគីជាមួយនឹងហូសុងក៏បានឈ្មោះសម្បើទៅកាន់សត្វមឹកមួយក្បាលនោះដែលពួកគេប្រើប្រាស់អាវុធដែលពួកគេមានជាមួយនឹងថាមពល Magic សំពឹងទៅកាន់ក្បាលសត្វចម្លែកមឹកនោះយកតែម្ដងចំណែកឯហាជិនវិញក៏ជួយបាញ់ការពារយន្តហាដូចគ្នាបន្ទាប់ពីត្រូវការវាយប្រហាររបស់ពីរនាក់នេះហើយយើងឃើញថាសត្វចម្លែកមឹកមួយក្បាលនោះបានដេកស្ប៉ាបាត់ទៅហើយហាជិនបាននិយាយតិចៗថាឥឡូវនេះវាបានបញ្ចប់ហើយបន្ទាប់ពីនិយាយរួចគាត់ក៏បានផ្ដួលខ្លួនតែម្ដងព្រមទាំងបន្តទៀតថាគាត់គឺពិតជានឿយហត់ណាស់ភ្លាមនោះដែរក៏មានសម្លេងមួយបាននិយាយឡើងថាក្រុមទី5លទ្ធផលនៅពេលនេះគឺកំពុងតែវិនិច្ឆ័យពេលវេលាកម្ចាត់សត្វចម្លែកនេះមានរយៈពេល58នាទីនិង58វិនាទីដូច្នេះក្រុមទី5ទទួលបានចំណាត់ថ្នាក់ទី16បើសិនបើគ្នាយើងចង់ឧបត្ថម្ភមកកាន់ខ្ញុំបានគឺអាចឧបត្ថម្ភបានតាមរយៈ QR code ដែលមាននៅលើវីដេអូនេះដែលរាល់ការដនេតរបស់អ្នកទាំងគ្នាគឺជួយមកដល់ខ្ញុំបានច្រើនមែនទែន